ឧស្សាហ៍នឹងបានខិតខំបង្កើតនៅគោលដៅទេសចរជាច្រើនដើម្បីសម្រាប់ទាំងភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិដែលមកធ្វើការកម្សាន្តទៅតាមគោលដៅផ្សេងៗហ្នឹងនៅទីនេះគឺយើងអត់មានធ្វើការបង់ប្រាក់អីទេគឺចូលមើលដោយសេរីខុសពីតំបន់ទេសចរផ្សេងៗដែលគេលក់សម្បត្តិលក់អីបាទមានចម្ងាយប្រមាណជាង320គីឡូម៉ែត្រពីរាជធានីភ្នំពេញឧទ្យានរាជបណ្ឌិតសភាកម្ពុជាដែលចូលសែនឫស្សីត្រឹបបាននិមិត្តរូបរាងឡើងនៅលើផ្ទៃដីប្រមាណជាង 10000 ហិកតាមានទីតាំងស្ថិតនៅក្នុងស្រុកឆាបខេត្តព្រះវិហារឧទ្យានរាជសែនឫស្សីត្រឹបនេះត្រូវបានបង្កើតឡើងជាឧទ្យានជាតិផ្នែកបុរាណវិទ្យាប្រវត្តិសាស្ត្រវប្បធម៌និងធម្មជាតិឧទ្យានជាតិនេះក៏ត្រូវបានបង្កើតឡើងដើម្បីធានានិរន្តរភាពនៃការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យានិងការការពារបេតិកភណ្ឌជាតិបរិស្ថាននិងធនធានធម្មជាតិក្នុងតំបន់តាមភូមិសាស្ត្រជាក់ស្ដែងផងដែរលក្ខណៈភូមិសាស្ត្រអំណោយផលនៃតំបន់នេះបានធ្វើឲ្យឧទ្យានរាជសែនឫស្សីត្រឹបក្លាយជាគោលដៅទេសចរប្រវត្តិសាស្ត្រវប្បធម៌និងធម្មជាតិមួយដែលក្នុងមួយឆ្នាំទទួលបានអ្នកទេសចរជាតិនិងអន្តរជាតិប្រមាណ 3000 ទៅ 4000 នាក់នេះជាការលើកឡើងរបស់លោកឈឹមសុខណ្ឌរាអនុប្រធានឧទ្យានរាជបណ្ឌិតសភាកម្ពុជាដែលចូលសែនឫស្សីត្រឹបក្រៅពីទេសចរធម្មជាតិនិងទេសចរកែច្នៃដែលយើងបានរៀបចំទីតាំងនានានៅក្នុងឧទ្យាននេះគឺយើងមានប្រភេទទេសចរសំខាន់មួយទៀតគឺទេសចរវប្បធម៌ប្រវត្តិសាស្ត្រដោយសារតែនៅក្នុងតំបន់ឧទ្យានរាជបណ្ឌិតសភាកម្ពុជាដែលចូលសែនឫស្សីត្រឹបនេះគឺជាតំបន់មួយដែលពោពេញទៅដោយស្លាកស្នាមនៃប្រវត្តិសាស្ត្រតាំងពីសម័យបុរេប្រវត្តិរហូតមកដល់សម័យក្រោយសម័យអង្គរសម័យក្រោយអង្គរហើយដែលបន្សល់ទុករហូតដល់បច្ចុប្បន្ននេះសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលនិយមចូលចិត្តទេសចរបែបផ្សងព្រេងទស្សនាសត្វព្រៃរុក្ខជាតិនិងជីវៈចម្រុះនៅក្នុងតំបន់ព្រៃឈើខៀវស្រងាត់ប្រកបដោយសុវត្ថិភាពឧទ្យានរាជសែនឫស្សីត្រឹបគឺស័ក្តិសមបំផុតទីនេះជារួមគឺយើងមានទីតាំងផ្ទះអត្តច័ន្ទគឺជារោងឈើដែលយើងបានសាងឡើងសម្រាប់ជាទីប្រជុំផងជាទីស្នាក់អាស្រ័យបោះតង់ផងរបស់ភ្ញៀវដែលអញ្ជើញមកហើយមានការរៀបចំកម្មវិធីអីផ្សេងៗនៅទីនេះអញ្ចឹងភ្ញៀវដែលមកក៏អាចមកទៅមកអង្គុយលេងមកសម្រាកឬក៏មកទទួលទានអាហារនៅទីនេះតែម្ដងឬក៏ប្រជុំនៅទីនេះតែម្ដងហើយយើងមានផ្ទះដើមឈើយើងមានផ្ទះស្នាក់យើងមានស្ពានហាលយើងមានសួនសត្វព្រៃដែលយើងចិញ្ចឹមបាទយើងមានវាលស្មៅដែលយើងដាំសម្រាប់ជាចំណីគោដែលយើងអាចចាត់ទុកថាជាកសិឧស្សាហកម្មមួយហើយយើងមានព្រៃបាទដែលជាព្រៃធម្មជាតិធំនៅក្នុងឧទ្យានហ្នឹងដែលភ្ញៀវអាចទៅកំសាន្តដោយមើលអំពីប្រភេទព្រៃឈើផ្សេងទៀតបាទហើយក្នុងនោះក៏យើងមានភ្នំចំនួន3ដែលភ្ញៀវអាចទៅទស្សនាហើយនឹងឡើងពិនិត្យមើលទេសភាពពីលើនៅខែវស្សាក៏ដូចជាខែប្រាំងជាពិសេសនៅចុងឆ្នាំគឺមានទេសភាពពពកចុះអាប់អីដែលមើលទៅហាក់បីដូចជានៅអឺរ៉ុបចឹងដែរបាទហើយនឹងសំខាន់នោះគឺការទស្សនាសត្វដោយព្រោះនៅក្នុងឧទ្យាននេះគឺយើងបានចងក្រងនៅថតរូបសត្វស្លាបនឹងចំនួន150ប្រភេទហើយបាទហើយបណ្ដាភ្ញៀវដែលអញ្ជើញមកទីនេះក៏ចាប់អារម្មណ៍ទៅលើការមើលសត្វនឹងដែរយើងមានតំបន់សត្វរស់នៅហើយដែលយើងអាចភ្ញៀវអាចទៅមើលទីហ្នឹងហើយក៏មានភ្នាក់ងារទេសចរមួយចំនួនដែលនៅក្នុងស្រុកខ្មែរយើងហ្នឹងបានមកធ្វើការចាប់អារម្មណ៍ហើយនាំភ្ញៀវមកដល់គោលដៅហ្នឹងយើងបានបើកជាផ្លូវការសម្រាប់ការទទួលភ្ញៀវតែម្ដងមិនថាភ្ញៀវជាតិឬអន្តរជាតិទេប៉ុន្តែគាត់ថាភ្ញៀវគឺយើងកាលណាយើងបើកជាសាធារណៈអញ្ចឹងគឺយើងតែងទទួលភ្ញៀវដែលទទួលមានការកក់បាទហើយភ្ញៀវដែលមកពីចម្ងាយគាត់បានកក់ទុកមុនគឺធ្វើឲ្យយើងនឹងងាយស្រួលក្នុងការរៀបចំប៉ុន្តែក្នុងករណីដែលភ្ញៀវគាត់មកឆ្លងកាត់អាហ្នឹងក៏យើងស្វាគមន៍ទទួលស្វាគមន៍ជានិច្ចទោះជាយ៉ាងណាក៏ដោយលោកអនុប្រធានឧទ្យានទទួលស្គាល់ថាសន្ទុះនៃការអភិវឌ្ឍរបស់ឧទ្យានរាជសែនឫស្សីត្រឹប
មិនលឿនដោយតំបន់ទេសចរដែលវិនិយោគដោយវិស័យឯកជនដទៃទៀតនោះទេទើបលោកចង់ឲ្យអ្នកវិនិយោគនៅក្នុងនិងក្រៅស្រុកងាកមកមើលពីសក្តានុពលរបស់ឧទ្យានជាតិនេះហើយរួមគ្នាអភិវឌ្ឍស្របតាមទិសស្លោកអភិវឌ្ឍនិងអភិរក្សត្រូវដើរទន្ទឹមគ្នាគោលដៅទេសចរមួយហ្នឹងគឺมันអាចយើងធ្វើអ្វីតែនៅក្នុងស្រុកឬក៏ខ្លួនឯងទេយើងទាមទារដាច់ខាតនៅការចូលរួមពីស្ថាប័នឯកជនឬក៏ស្ថាប័នរដ្ឋផ្សេងៗដែលមានចំណាប់អារម្មណ៍ដូចគ្នាឬក៏ជនជាតិបរទេសហ្នឹងក៏អាចមកធ្វើការវិនិយោគបានដែរព្រោះកន្លងមកក៏យើងស្វែងរកដៃគូដើម្បីធ្វើការអភិវឌ្ឍទន្ទឹមគ្នានឹងការអភិរក្សក៏យើងត្រូវទាមទារឲ្យមានការអភិវឌ្ឍដើម្បីយើងធ្វើឲ្យទីតាំងរបស់យើងនឹងមានសក្តានុពលកាន់តែខ្លាំងឡើង